សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកឲ្យមើលកូនត្រីបន្តិចហើយតើអ្នកទាំងអស់គ្នាចង់ដឹងអត់ថាគេធ្វើម៉េចបានកូនត្រីហ្នឹងវាអត់ងាប់ហើយវាសល់ច្រើនអានេះក៏ដោយកូនត្រីខ្ញុំអញ្ចឹងកូនត្រីខ្ញុំអានេះគឺសម្បុកពៅគេអានេះទៅតែបានប្រហែល1ខែហើយសល់ច្រើនហើយធំទៀតហើយសម្រាប់អានេះវិញអាយុវាល្បាក់ចិត្ត2ខែហើយធំធ្លោះហើយឡើងធាត់ហើយគឺច្រើនណាស់មិនមែនប៉ុណ្្នឹងទេវានៅក្រោមស្លាយនៅក្រោមអីទៀតអ្នកគ្នាចង់ដឹងអត់ថាគេធ្វើមិនបានត្រីនឹងវាធំអញ្ចឹងមើលនេះសម្បុកនេះប្រហែល1ខែកន្លះគឺប្អូនអាមិញទេហើយគឺសល់ច្រើនដូចគ្នាអូសម្បុកនេះគឺត្រីស្អាតណាស់ហើយអានេះវិញគឺមេដែលខ្ញុំសងចេញពីសម្បុកដែរមេនេះគឺវាធាត់ហើយពងពេញពោះហើយមេវាធំលឿនជាងឈ្មោលដោយសារតែវាហ្នឹងគឺវាល្មមស៊ីទៅវាធំលឿនហើយគឺប្រហែលជា20ក្បាលដែរក្នុងហ្នឹងតែយើងមើលវាអត់ឃើញវានៅក្នុងនោះហើយអ្នកគ្នាចង់ដឹងអត់បើសិនជាចង់ដឹងនៅពេលដែលខ្ញុំនឹងធ្វើវីដេអូបង្រៀនអ្នកគ្នាឲ្យចេះថែកូនត្រីហើយយើងមើលថែកូនត្រីហ្នឹងឲ្យវាបានធំធាត់